សុស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកខាងខេត្តក្រចេះដើម្បីរៀបចំតឡាងកម្មវិធីសម្រាប់គ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកបាទសម្រាប់ហាងថ្ងៃនេះគឺជាប្រភេទ depot លក់គ្រឿងសំណង់តែគាត់មានអីវ៉ាន់រាប់ពាន់មុខអញ្ចឹងគាត់ពិបាកគ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកដូចនៅក្នុងវីដេអូនេះបង្ហាញអញ្ចឹងគឺឧបករណ៍ដែលខ្ញុំរៀបចំគឺជាឈុតដែលពេញនិយមសម្រាប់គ្រប់គ្រង depot លក់គ្រឿងសំណង់ដូចជាម៉ាស៊ីន print barcode ម៉ាស៊ីន print វិក័យប័ត្រហើយនឹងកុំព្យូទ័រ touch screen ដែលយើងអាចភ្ជាប់បានងាយៗហើយការប្រើប្រាស់ក៏ងាយដែរយើងអាចចុចនៅលើ screen នឹងតែម្ដងគឺនេះគឺជាសកម្មភាពដែលខ្ញុំបានបរៀនទៅដល់ម្ចាស់អាជីវកម្មឲ្យគាត់យល់ពីចំណុចពីការបញ្ចូលទិន្នន័យការរៀបចំហាងដាក់ចូលទៅក្នុងកម្មវិធីហើយនឹងការលក់គ្រប់គ្រងការលក់គ្រប់គ្រងស្តុកទិញស្តុកចូលហើយនឹងអីវ៉ាន់មួយចំនួនដែលគាត់លក់រាយលក់ដុំជាដើមសម្រាប់កម្មវិធី Borei Technology គឺអាចគ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកហើយប្រើបានជាមួយនឹងឧបករណ៍ដូចជាកុំព្យូទ័រទូរស័ព្ទដៃហើយនិង tablet ជាដើមហើយសម្រាប់ការបរៀនថ្ងៃនេះគឺយើងផ្ដោតទៅចំណុចធំៗដូចជាការគ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកដែលបងស្រីនិងបងប្រុសជាម្ចាស់អាជីវកម្មគឺគាត់ជាក្បាលក្នុងការបូកដកបញ្ជីដោយប្រើកាសូហើយនឹងបូកដៃហើយនឹងកត់ត្រាចូលទៅក្នុងសៀវភៅសម្រាប់ការបរៀននេះគឺខ្ញុំបរៀនទាំងនៅលើកុំព្យូទ័រទាំងនៅលើទូរស័ព្ទដៃរបស់ម្ចាស់អាជីវកម្មអញ្ចឹងបើសិនជាគាត់រៀបចំកម្មវិធីរួចរាល់គាត់នឹងទទួលបាននៅការមើលរបាយការណ៍ភ្លាមៗតាមរយៈទូរស័ព្ទដៃដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងសម្រាប់ម្ចាស់អាជីវកម្មដែលចង់បានកម្មវិធីសម្រាប់គ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកដែលអាចគ្រប់គ្រងបានតាមរយៈទូរស័ព្ទដៃគឺអាចទាក់ទងមកក្រុមការងារខ្ញុំបានពីគ្រោះយោបល់ឥតគិតថ្លៃអញ្ចឹងអានេះគឺខ្ញុំចង់បង្ហាញពីហាងរបស់គាត់ដែលមានលក់ផលិតផលអីខ្លះនេះគឺជាប្រភេទលក្ខណៈគ្រឿងសំណង់ដូចជាខ្ចៅខ្យងគ្រឿងម៉ាស៊ីនគ្រឿងអត្រាក់ដូចជារបស់ប្រើប្រាស់នៅក្នុងផ្ទះមានតែគោលមានអីជាដើមហើយនឹងជាគ្រឿងអេឡិចត្រូនិកដែលយើងយកទៅប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងសម្រាប់បងប្អូនដែលនៅខាងខេត្តបច្ចេកដែលចង់បានជាប្រភេទគ្រឿងអត្រាក់នេះកង់អត្រាក់អីហ្នឹងហើយនៅឧបករណ៍ជាងមួយចំនួនគឺអាចទៅហាងបងស្រីបានដែលគាត់មានលក់ច្រើនប្រភេទមែនទែនហើយតម្លៃសមរម្យអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា